សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជីងនាងឆ្នាំនេះខ្ញុំអាយុ22ឆ្នាំហើយសប្តាហ៍ថ្ងៃហ្នឹងគឺខ្ញុំបានធ្វើការងារមួយកន្លែងនៅក្រុមហ៊ុនចិននៅប្រទេសកម្ពុជាវិញគឺថាខ្ញុំមានចំណាប់អារម្មណ៍ទៅលើhistory ក៏ដូចជាអាហារដូចជាកន្លែងដើរលេងជាច្រើនដែលខ្ញុំមើលទៅឃើញថាប្រទេសចិនគឺជាប្រទេសមួយដែលអស្ចារ្យមែនទែនចំពោះវប្បធម៌របស់ប្រទេសចិនដែលខ្ញុំមានចំណាប់អារម្មណ៍ដែលគិតថាប្រទេសចិនហើយប្រទេសកម្ពុជាហ្នឹងគឺស្តៀងគ្នាគឺបុណ្យអុំទូកព្រោះអីនៅប្រទេសចិនគឺមានការប្រណាំងទូកដូចជានៅខ្មែរចំពោះមិត្តភាពរវាងប្រទេសចិនជាមួយនឹងប្រទេសកម្ពុជាខ្ញុំមើលឃើញថាប្រទេសចិនគឺមានវិនិយោគិនជាច្រើនដែលបានមកបង្កើតរោងចក្រក៏ដូចជាបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជាដូចជាខ្ញុំផ្ទាល់អញ្ចឹងរាល់ថ្ងៃហ្នឹងគឺខ្ញុំគឺជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុនចិនផងដែរស្វែងយល់អំពីវប្បធម៌កម្ពុជានិងចិន